សារមន្ទីរប្រវត្តិសាស្ត្រខ្មែរទីនេះគឺគេហៅថាសួនបៃតងល្មុនគេហៅគុំវប្បធម៌ហើយយើងចូលមកមើលសារមន្ទីរនេះឧបករណ៍ពិណស្គរអូនេះអីគេឧបករណ៍ភ្លេងប្រពៃណីត្រែធំត្រែសម័យដើមត្រែក្នុងនេះការដាប់ឆ្លាក់ថ្មកំមុំទុយតែរៀបរាប់ពីការកសាងប្រាសាទសាងប្រាសាទសម័យនោះមិនធម្មតាទេកសាងប្រាសាទនេះដូចគេប្រើកម្លាំងសុទ្ធខាងក្នុងនោះតម្រៃសេះអុសរូបប្រាសាទអង្គរវត្តសំណង់ប្រាសាទនៅខាងលើចឹងការដាប់ថ្មមួយមិនមែនជាការងាយទេកសាងប្រាសាទមួយប្រើរយៈពេលរាប់រយឆ្នាំរបានប្រាសាទមួយនេះប្រហែលជាមហាក្សត្រឬក៏អ្នកធំមកការខុសត្រូវប្រាសាទប្រហែលជាព្រះមហាក្សត្រនេះគេដាក់តាព្រះមហាក្សត្រយាងក្រសាលការកសាងអង្គរនោះព្រះគនាងតម្រៃចូលព្រះមហាក្សត្រមកក្រសាលការកសាងទីក្រុងអង្គរព្រះមហាក្សត្រកំពុងសម្លឹងមើលទៅថានៅកសាងកូននៅអង្គរវត្តដល់ផ្ទាំងខាងនេះដើរលំពេងនេះស្ដីពីការធ្វើសង្គ្រាមសម័យបុរាណចាំនៅខ្មែរហើយនឹងចាំមិត្តផ្សេងក៏យើងអត់ដឹងច្បាស់ដែរតែក៏តាមរូបចម្លាក់នេះគឺសង្គ្រាមជីវភាពរស់នៅសម័យបុរាណស្រីតែប៉ឹងយ៉ាងណាមានលុកដូរមានស្អីនៅតរ៉េនហ្នឹងនោះតរ៉េននេះកាលសម័យបុរាណការលុកដូរនៅផ្សារនេះសម័យបាយ័នគេថាការលុកដូរផ្សារនៅសម័យបាយ័នមានផ្ទះក្បឿងដែរនោះសម័យមានផ្ទះក្បឿងផ្ទះឈើផ្ទះស្លឹកក្បឿងសកាត្រីគេបញ្ចូលជ្រូកហើយសម័យមុនមានបញ្ចូលជ្រូកបែបជាប្រៃសម័យបាយ័នចំនេះចាក់គោđó đi Right.
ការសម្ដែងរបាំថ្វាយព្រះមហាក្សត្រសម័យពីដែរសម្ដែងចឹងដែរតែសម័យនេះដែរក៏អត់អាវព្រះមហាក្សត្រវត្តព្យុហយាត្រារបស់កងទ័ពតកួតសត្វអីនេះខ្លាត្រីខ្លាលឿងនេះខ្លារខិនពពកខ្លារខិនខ្លារខិននេះអីគេជ្រូកពោនតែខាងណានេះគេអំសងយ៉ាងនេះគេខ្លានេះខ្លាកូនខ្លាធំអូនេះធ្នូអូបុរាណនេះធ្នូយន្តសូមកំប៉ះពាល់ឧបករណ៍ជ្រុញហាន់ថ្នាំនិងកបិតនេះហាន់ថ្នាំនិងកបិតឆ្នាំងស្ពាន់កាសៀវទឹកដីដុតច្បូកនេះគេចាក់ពីលើជាស្នូល3ច្បូកគេចាក់សัตว์ចាក់7ពីតាខេសូមអរគុណที่រងចាំទស្សនានិងអាសាខាងមុខទៀតបាទអរគុណសម្រាប់ការទស្សនាវីដេអូនេះបាទ